បាទគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមជូនព័ត៌មានមួយទៀតបាទពាក់ព័ន្ធជាមួយនឹងអ្នកនៅពីក្រោយនៅក្នុងការបញ្ជាឲ្យមានការសាងសង់របងព្រំដែនបាទការសាងសង់របងព្រំដែនដោយឯកតោភាគីកម្ពុជាមិនមានការទទួលស្គាល់របងព្រំដែនទាំងឡាយណាដែលមានការសាងសង់ដោយមិនមានការចូលរួមពីកម្ពុជានោះទេបងប្អូនដឹងហើយថានៅក្នុងពេលបច្ចុប្បន្ននេះថៃកំពុងតែជំរុញនៃការសាងសង់របងព្រំដែនយ៉ាងលឿននិងយ៉ាងរហ័សមែនទែនបាទដើម្បីឆាប់បញ្ចប់ហើយនៅក្នុងករណីនេះផងដែរថៃគឺមានគំនិតមិនល្អបាទនៅក្នុងន័យនេះដែលយើងដឹងហើយថាថៃតែងតែជំរុញឲ្យមានការចរចាទ្វេភាគីគឺមានន័យថាការចរចារវាងតែកម្ពុជានិងថៃតែប៉ុណ្ណោះគ្មានភាគីទី3ណានោះទេហើយថៃក៏បានព្យាយាមបាទដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយនឹងកម្ពុជាដោយប្រើប្រាស់យន្តការ UNCLOS ប៉ុន្តែទន្ទឹមនឹងគ្នានេះថៃក៏បានប្រកាសផងដែរថាពួកគេនឹងមិនទទួលយកប្រសិនបើពួកគេខាតតែពួកគេនឹងទទួលយកបើសិនជាពួកគេចំណេញតែពួកគេមិនបានដឹងថាបើសិនជានៅតែបន្តនៅក្នុងការធ្វើសកម្មភាពដោយការលុប MOU 44នោះថៃប្រកាសជាខាតម្ដងទៀតនោះនឹងរុញចូលតុលាការអន្តរជាតិតែម្ដងយ៉ាងណាមិញយើងដឹងហើយប្រវត្តិសាស្ត្រថៃចង់មិនចង់ក៏នៅតែទទួលយកដដែលពីព្រោះថាគឺជាច្បាប់អន្តរជាតិបាទបើសិនជាថៃមិនព្រមទទួលយកនោះអន្តរជាតិគេនឹងទុកឲ្យថៃនៅជាប្រទេសឯកោដោយសម័យអតីតកាលនៅសម័យសម្ដេចតាបងប្អូនដឹងហើយថាប្រទេសថៃបានក្លាយទៅជាប្រទេសឯកោម្ដងហើយបាទនៅក្នុងប្រវត្តិសាស្ត្រហើយនៅក្នុងនោះផងដែរគឺថៃត្រូវបានខាតបង់មែនតើបាទទាំងកិត្តិយសទាំងកេរ្តិ៍ឈ្មោះហើយខាតបង់ទាំងសេដ្ឋកិច្ចខ្លាំងបាទដែលធ្វើឲ្យថៃមានការឈឺចាប់មកដល់បច្ចុប្បន្នឥឡូវនេះពាក់ព័ន្ធជាមួយនឹងការធ្វើដោយឯកតោភាគីកម្ពុជាបានប្រកាសកោតទោសអត់ទទួលយកនៅការសាងសង់របងព្រំដែនឬក៏ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយឯកតោភាគីឬដោយកងកម្លាំងនោះទេកម្ពុជាក៏បានបញ្ជាក់ម្ដងហើយម្ដងទៀតបាទចំពោះបញ្ហាដែលថៃតែងតែប្រកាសដោយឯកតោភាគីជាពិសេសទាំងការសាងសង់របងព្រំដែនដោយនៅក្នុងនោះផងដែរត្រូវបានគេដឹងថាគឺមានអ្នកនៅពីក្រោយនៅក្នុងការសាងសង់គឺជាប្អូនស្រីរបស់ស្ដេចរាមាទី10ដែលគាត់មានជំងឺរីសឹមបងប្អូនប្រកាសជាបានជ្រាបហើយបាទជំងឺមិនគ្រប់សតិបើយើងនិយាយខ្លីទៅប៉ុន្តែទោះបីជាសតិមិនល្អអារម្មណ៍ទ្រុឌទ្រោមនឹងខ្លួនប្រាណទ្រុឌទ្រោមយ៉ាងណាក៏នៅតែបន្តធ្វើសកម្មភាពលួចឆក់ប្លន់ឈ្លានពានអត់ឈប់ឈរឡើយនេះបង្ហាញសពបញ្ជាក់ឲ្យឃើញថាតាមពិតទេវតាមានភ្នែកមែនបាទគឺបុណ្យនិងបាបមានពិតប្រាកដយ៉ាងណាមិញរហូតមកទល់នឹងពេលបច្ចុប្បន្ននេះគឺបាបនៅប៉ុណ្្នឹងហើយនៅតែខ្សែរាជវង្សស្ដេចថៃនឹងអត់បោះបង់ចោលទេនៅក្នុងការឈ្លានពាននិងទន្ទ្រាននិងក៏ដូចជាការចង់បានទឹកដីនៃប្រទេសជិតខាងយ៉ាងណាមិញយើងដឹងហើយថាស្ដេចនៅពីក្រោយឈ្មោះចុចឡាថនដែលជាប្អូនស្រីរាមាទី10បច្ចុប្បន្ននេះគឺចាញ់លុយសុទ្ធតម្បងដើម្បីកសាងរបងព្រំដែនជាមួយនឹងកម្ពុជាដោយថៃគឺធ្វើដោយឯកតោភាគីអត់មានកម្ពុជាចូលរួមទេសូមបញ្ជាក់ទោះបីជាបច្ចុប្បន្ននេះសុខភាពរបស់ព្រះនាងកំពុងតែទ្រុឌទ្រោមនិងប្រឈួនខ្លាំងយ៉ាងណាក៏ដោយក៏មិនភ្លេចចំពោះការចេញលុយដើម្បីចូលរួមឈ្លានពានទឹកដីខ្មែរឡើយរហូតមកទល់នឹងពេលបច្ចុប្បន្ននេះគឺប្រជាជនថៃដឹងគុណនិងថ្វាយបង្គំគ្រប់គ្នាសូមជម្រាបផងដែរថារហូតមកទល់នឹងពេលបច្ចុប្បន្ននេះកម្ពុជាអត់មានទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនឬក៏របងព្រំដែនដែលមានការសាងសង់ដោយឯកតោភាគីទេបាទកម្ពុជាយើងអត់ទទួលស្គាល់ទេបាទក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលយើងដូច្នេះបងប្អូនក៏មានការភ័ន្តច្រឡំភ័យខ្លាចបញ្ចូលបានមកវិញបាទតាមប្រវត្តិសាស្ត្រយើងដឹងហើយគឺកម្ពុជានឹងត្រូវតែឈ្នះបាទជាមួយនឹងការប្រើប្រាស់យន្តការច្បាប់យើងដឹងហើយថាយន្តការច្បាប់ប្រើប្រាស់គឺមានរយៈពេលយូរបាទមិនលឿនដោយការប្រើប្រាស់អំពើហិង្សានិងក៏ដូចជាដែលធ្វើឲ្យមានការបំផ្លិចបំផ្លាញកាន់តែធ្ងន់យន្តការច្បាប់នេះមិនត្រឹមតែយូរនោះទេវារៀងយូរបន្តិចមែនប៉ុន្តែมันប៉ះពាល់ដល់អាយុជីវិតមនុស្សมันប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋมันប៉ះពាល់ដល់ទ្រព្យសម្បត្តិជាតិมันប៉ះពាល់ដល់ទ្រព្យសម្បត្តិនិងมันប៉ះពាល់ដល់សង្គមជាតិរបស់យើងហើយมันធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិដូច្នេះការប្រើប្រាស់យន្តការអន្តរជាតិវាជារឿងដ៏ត្រឹមត្រូវបាទគឺដើម្បីរក្សានូវសន្តិភាពស្ថិរភាពនៅក្នុងសង្គមយើងបើសិនជាបង្កើតឲ្យមានសង្គ្រាមបងប្អូនដឹងហើយថាសង្គ្រាមតែរយៈពេល21ថ្ងៃប្រជាជនភាគសឹកខ្មែរមានចំនួនជាង60ម៉ឺននាក់តែបើសិនជាយើងសង្គ្រាមយូរជាងនេះសួរថាមានប្រមាណអ្នកទៀតដែលត្រូវបាត់បង់ជីវិតមានប្រមាណអ្នកទៀតដែលត្រូវជួបបញ្ហាបាទខ្វះខាត
ហើយជាពិសេសយើងនឹងឲ្យពាក្យថាភាសឹកគឺការរស់នៅជុំគ្នាមិនស្រួលប្រហែលទេបាទការរស់នៅជុំគ្នាអត់ស្រួលទេទាំងការហូបចុកទាំងការបន្តបងនឹងការរស់នៅដូច្នេះបងប្អូនត្រូវយល់ពាក្យព័ន្ធជាមួយនឹងបញ្ហានេះដែលបងប្អូនមួយចំនួនតែងតែចង់និយាយអំពីសង្គ្រាមបាទសង្គ្រាមអត់ស្រួលទេបាទដូច្នេះព័ត៌មាននេះមានប៉ុណ្ណឹងខ្ញុំបាទសូមអរគុណនិងសូមគោរពលា